កូនជូនបាយសឡឪពុកម្ដាយតើពេលដែលកូនជូនបាយសឡឪពុកម្ដាយមានអារម្មណ៍បែបណាពេលដែលកូនជូនបាយសឡឪពុកម្ដាយគាត់តែងតែមានអារម្មណ៍គិតថារីករាយសប្បាយចិត្តត្រេកអរពេលដែលឃើញកូននឹងមានសទ្ធាជ្រះថ្លាយកបាយយកសឡមកជូនឪពុកម្ដាយមិនដែលមានគំនិតគិតថាបាយសឡនោះតិចច្រើនយ៉ាងម៉េចក៏ដោយសឡទៅនើបសឡមិនទៅនើបសឡអស្ចារ្យសឡឆ្ងាញ់ប៉ុណ្ណាបាយអស្ចារ្យប៉ុណ្ណាបាយដាំមកពីអង្គលេខ1អីយ៉ាងម៉េចពិសេសយ៉ាងម៉េចក៏ដោយក៏ឪពុកម្ដាយគាត់មិនដែលគិតដែរឪពុកម្ដាយតែងតែឲ្យពរឲ្យជ័យកូនឲ្យកូនរស់ស៊ីមានបានត្រជាក់ត្រជុំឲ្យកូននឹងមានសុខភាពល្អឪពុកម្ដាយឲ្យពរកូនឲ្យកូននឹងបានជាមានលៀបមានជ័យឲ្យកូននឹងហេងងើហេងឲ្យកូនទៅណាជួបតែរឿងល្អឲ្យកូនបានសេចក្តីសុខឲ្យកូននឹងប្រកបកិច្ចការងារអ្វីតែងតែសំប្រកបដោយក្តីបំណងប្រាថ្នារបស់កូនឪពុកម្ដាយតែងតែចង់ឃើញកូននឹងអភិវឌ្ឍឪពុកម្ដាយតែងតែចង់ឃើញកូននឹងរីកចម្រើនឪពុកម្ដាយតែងតែចង់ឃើញកូននឹងរស់ស៊ីមានបានទិញទ្រព្យសម្បត្តិមានលុយចូលហូរហៀទិញឡានទិញផ្ទះទិញដីទិញមាសទិញពេជ្រទិញគ្រឿងសម្ភារៈគ្រប់សពបែបយ៉ាងឪពុកម្ដាយតែងតែចង់ឃើញកូននឹងរុងរឿងឪពុកម្ដាយតែងតែចង់ឃើញកូននឹងរៀនសូត្របានចេះដឹងឪពុកម្ដាយតែងតែចង់ឃើញកូននឹងមានសច្ចធម៌គុណធម៌ឪពុកម្ដាយតែងតែចង់ឃើញកូននឹងคล้ายជាមនុស្សល្អនៅក្នុងសង្គមអញ្ចឹងឪពុកម្ដាយគ្មានចង់បានអីពីកូនទេក្រៅពីរឿងអស់ទាំងនេះបាទទោះបីកូននឹងជូនបាយសឡឪពុកម្ដាយឲ្យឪពុកម្ដាយនឹងពិសាឆ្ងាញ់មិនឆ្ងាញ់យ៉ាងម៉េចក៏ដោយកូនរវល់ការងារយ៉ាងកូនធ្វើការងាររោងចក្រយ៉ាងទៅកូនរត់ម៉ូតូឌុបយ៉ាងទៅកូនរវល់ពេកកូនអត់មានពេលវេលាស្លដាំបាយអីឲ្យឪពុកម្ដាយពិសាទេបាទអញ្ចឹងកូនមានតែទិញសឡស្រាប់ទិញសឡរោងចក្រសឡក្នុងហាងសឡកន្លែងគេលក់យ៉ាងទៅបាទយកមកជូនឪពុកម្ដាយពិសាហើយឪពុកម្ដាយមិនដែលត្អូញត្អែទេបាទឪពុកម្ដាយមិនដែលត្អូញត្អែថាសឡនឹងមិនឆ្ងាញ់ម្ហូបមិនឆ្ងាញ់អីយ៉ាងម៉េចក៏ដោយទោះបីចំហុយប្រហុកឲ្យឪពុកម្ដាយពិសាក៏ឪពុកម្ដាយសប្បាយចិត្តត្រេកអរអនុមោទនានិងសទ្ធាជ្រះថ្លារបស់កូនដែលកូនធ្វើចំពោះឪពុកម្ដាយបាទនេះគឺជាទឹកចិត្តរបស់ឪពុកម្ដាយសូម្បីតែកូនលើកបាយមួយចានបុកអំបិលម្ទេសមួយចានយកមកជូនឪពុកម្ដាយពិសាក៏ឪពុកម្ដាយមិនដែលត្អូញត្អែថាបាយរបស់កូននឹងមិនឆ្ងាញ់បាទបុកអំបិលម្ទេសយកមកជូនឪពុកម្ដាយអញ្ចឹងឪពុកម្ដាយមិនហូបទេឪពុកម្ដាយយកចាក់ចោលឪពុកម្ដាយខឹងកូនស្អប់កូនបាទទោះបីកូនអត់លុយអត់កាក់មកជូនឪពុកម្ដាយក៏ឪពុកម្ដាយមិនប្រកាន់បាទឪពុកម្ដាយតែងតែចង់ឃើញមុខកូនបាទទោះបីកូនក្រក៏ដោយកូនមានក៏ដោយឪពុកម្ដាយតែងតែត្រេកអរ
មានសទ្ធាជ្រះថ្លាអនុមោទនាចំពោះទឹកចិត្តរបស់កូនដែលកូននឹកឃើញធ្វើជាអំពើធ្វើជាកម្មកុសលជូនចំពោះឪពុកម្ដាយអញ្ចឹងឪពុកម្ដាយគាត់នៅមានជីវិតឪពុកម្ដាយគាត់នៅមានអាយុអញ្ចឹងពេលឃើញកូនធ្វើបែបនេះចំពោះឪពុកម្ដាយសប្បាយចិត្តខ្លាំងណាស់បាទអញ្ចឹងឪពុកម្ដាយគ្រប់រូបតែងតែមានចិត្តគំនិតអញ្ចឹងបាទអញ្ចឹងសូមជូនពរឲ្យអ្នកទាំងឡាយជូនពរឲ្យកូនទាំងឡាយដែលបំពេញបុណ្យកុសលជាមួយនឹងឪពុកម្ដាយសូមឲ្យកូននឹងសម្រេចបាននៅកុសលផលបុណ្យទៅជាតិខាងមុខទៅអនាគតជាតិជានិរន្តរ៍សូមឲ្យកូនដែលបំពេញបុណ្យកុសលទាំងឡាយចំពោះឪពុកម្ដាយនេះសូមឲ្យកូនបានកើតតន់ព្រះសាហាមេត្រីបានត្រាស់ខាងមុខផងសូមអនុមោទនាសូមជូនពរឲ្យកូនទាំងអស់ហេងងៅហេងរស់ស៊ីមានបានសូមអរគុណសន្តិភាព